តោះថ្ងៃនេះយើងចាប់ដើមចេះមួយទៀតគឺតកតងជាមួយនឹងការផ្ដល់ជាយោបល់ឬក៏សំណូមពរទៅគេឲ្យអ្វីមួយឧទាហរណ៍ថាお腹が空いているなら何かを食べた方がいいですよថាបើសិនជាយើងឃ្លានហ្នឹងគឺយើងគួរតែញ៉ាំអីខ្លះទៅ熱があるなら病院へ行った方がいいですよបើសិនជាយើងអត់ស្រួលខ្លួនទេយើងគួរតែទៅទីពេទ្យអីទៅណាមួយទៀតតកតងជាមួយនឹងទង្វើជីកាំងកណាកាតារ៉ាតាក់ស៊ីទេអ៊ីតាហូកអីですよបើសិនជាយើងអត់មានពេលទេយើងទៅតាមជិះទៅតាមតាក់ស៊ីទៅអាហ្នឹងគឺតកតងជាមួយនឹងតាក់ហូកអ៊ីចុះបើសិនជាបដិសេធវិញយើងបើសិនជាបដិសេធវិញយើងគ្រាន់តែថែមពាក្យថាណៃហូកអ៊ីក៏បានដែរយកឬអូសូគឺមកទេអ៊ីណៃហូកអ៊ីですよគាត់ថាយើងកំនៅដល់ពេលយប់ជ្រៅពេកហើយគឺនេតាហូកអ៊ីですよឆាប់ចូលដេកទៅដូច្នេះជាដើមឬក៏មួយទៀតយើងអាចនិយាយថាអាមេរិកហរ៉ៃម៉ណូតាបេណៃហូកអ៊ីですよយើងមិនគួរញ៉ាំរបស់ដែលហិលពេកទេប៉ុណ្ណឹងក៏បានដែរស៊ីបៃជីជូ